ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Admin សៀវអ៊ីងទាំងអស់គ្នាផងណាថ្ងៃនេះដែរ Admin នឹងសម្រាយរឿងហាងលក់អំពូលចម្លែកភាគទី2ដែលជាភាគបន្តហើយភាគនេះសូមអ្នកទាំងអស់គ្នាកុំមើលពេចភ្នែកឲ្យសោះបើមិនចឹងទេដឹងតែតាមអត់តទេប៉ុន្តែជប់សិនអ្នកទាំងអស់គ្នាមុនចូលទៅដល់ការសម្រាយរឿង Admin សូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe នៅ Channel ថ្មីរបស់ Admin មួយនេះហើយកុំភ្លេចចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេណាអូខេតោះយើងចូលទៅការសម្រាយរឿងទាំងអស់គ្នានៅក្នុងភាគទី2នេះផងដែរគឺបានបង្ហាញអំពីនារីម្នាក់ដែលនាងកំពុងតែមើលផ្ទះជួលមួយកន្លែងនៅទីដាច់ស្រយាលហើយនារីម្នាក់នេះគឺមានឈ្មោះថាសិនហេនាងក៏បានងើយមើលទៅលើអំពូលភ្លើងនោះគឺមានរឿងចម្លែកមែនតើប៉ុន្តែនាងក៏មិនបានចាប់ផ្លឹកអ្វីដែរហើយនាងក៏បន្តទៅមើលទៅប្អួចគឺប្អួចហ្នឹងគឺមានចង្រឹងដែកបន្ថែមទៀតចឹងណានាងក៏ឆ្ងល់ហើយសួរទៅកាន់ម្ចាស់ផ្ទះថាហេតុអ្វីបានជាបង្អួចនេះមានរូបរាងចម្លែកម្ល៉េះណែម្ចាស់ផ្ទះក៏បានឆ្លើយតបវិញថាដោយសារតែគេហ្នឹងចង់ការពារនារីវ័យក្មេងដូចជានាងអញ្ចឹងដើម្បីការពារពីគ្រោះថ្នាក់អីចឹងដោយសារតែផ្ទះហ្នឹងគឺចំមាត់ផ្លូវចឹងណាទាំងអស់គ្នាហើយសិនហេនាងក៏បានបន្តដើរមើលជុំវិញក្នុងផ្ទះហ្នឹងចឹងទៅដើម្បីឲ្យប្រកាសចិត្តថាគឺនាងអាចស្នាក់នៅទីនេះបានហើយម្ចាស់ផ្ទះក៏បានសួរទៅកាន់សិនហេថាហេតុអីបានជានាងមិនព្រមទៅជួលអាផាតមិនអីវិញទៅវាមានកន្លែងស្អាតហើយមានទីប្រជុំជនទៀតផងហើយវាអត់ចាំបាច់ត្រូវនៅទីដាច់ស្រយាលចឹងណាប៉ុន្តែសិនហេតតបវិញថាគឺនាងអត់ចូលចិត្តមនុស្សច្រើនអ៊ូអគឺនាងចូលចិត្តនៅភាពស្ងប់ស្ងាត់បែបហ្នឹងនៅពេលដែលនាងដើរចុះដើរឡើងហ្នឹងក៏បានបន្ទះឃើញបន្ទប់មួយដែលចាក់សោជាប់មែនតែនហើយនាងមិនអាចចូលទៅក្នុងបានទេនាងសិនហេក៏បានសួរម្ចាស់ផ្ទះថាហេតុអីបានជាបន្ទប់មួយនេះមិនអាចបើកបានអញ្ចឹងម្ចាស់ផ្ទះក៏បានតវិញថាដោយសារតែបន្ទប់ហ្នឹងគឺមិនទាន់រៀបចំរួចរាល់ដូច្នេះហើយគេអត់ទាន់ឲ្យចូលទៅនៅបានទេប៉ុន្តែនៅពេលដែលសិនហេសម្រេចចិត្តថាសញ្ញាកុងត្រាចូលមកនៅផ្ទះនេះបានគេរៀបចំឲ្យអញ្ចឹងណាអញ្ចឹងសិនហេក៏គ្មានជំរឿដែរនាងក៏បានសម្រេចចិត្តនៅក្នុងការសញ្ញាកុងត្រាជួលផ្ទះនឹងតែម្ដងដោយមិនចាំយូរឡើយគឺសិនហេនឹងរៀបចំឲ្យវាយវ៉ាន់នឹងចូលមកនៅក្នុងផ្ទះនឹងភ្លាមតែម្ដងនាងក៏បានរៀបចំទុកដាក់ឲ្យវាយវ៉ាន់របស់នាងដូចជាសិភៅដូចជារបស់របរប្រើប្រាស់មួយចំនួនទៀតផងដែរគឺសុនហេនឹងបានរៀបចំផ្ទះនឹងគឺថារៀបចំឡើងមានជីវិតជីវ៉ាឡើងវិញហ្មងតាំងពីផ្ទះដែលបាក់បែកតាំងគេទុកចោលនឹងរហូតដល់ផ្ទះដែលដូចមានមនុស្សនៅវិញហើយនាងក៏បានរៀបចំអ្វីៗដោយខ្លួនឯងសំខាន់ទៀតនោះគឺនាងនៅផ្ទះហ្នឹងតែម្នាក់ឯងទៀតដល់មិនមានឪពុកម្ដាយឬក៏បងប្អូននោះឡើយនៅពេលយប់ឡើងក៏មានក្មេងប្រុសសិស្សសាលាម្នាក់ដែលមានឈ្មោះថាជីអុងគឺគេបានចេញពីសាលាមិនដឹងនោះទេដើរតាមផ្លូវឡើងស្ងាត់ជ្រាបតែម្ដងដែលគេនឹងដើរតែម្នាក់ឯងទេដោយសារតែគេភ័យផងអីផងគេក៏បានដើរបណ្ដាលច្រៀងបន្លប់ខ្លួនឯងបណ្ដាលកុំឲ្យខ្លាចចឹងណាទាំងអស់គ្នាអ្នកណាខ្លះដែលមានទម្លាប់ដូចជីអុងបើអេដមីនវិញនៅម្នាក់ឯងដឹងតែស្រែកលេឡូតែម្ដងនៅពេលដែលជីអុងដើរម្នាក់ឯងហ្នឹងក៏បានងាកទៅឃើញបង្អួចមួយកន្លែងហើយគេក៏បានដើរឡើងលឿនតែម្ដងទាំងអស់គ្នាហាក់បីដូចជាគេហ្នឹងបានឃើញអ្វីមួយយ៉ាងចឹងប៉ុន្តែនៅក្នុងវីដេអូហ្នឹងគឺយើងឲ្យមើលអត់ឃើញទាំងអស់គ្នាបើក្រឡេកមកមើលសិនហេរបស់យើងវិញនៅពេលដែលយប់ឡើងគឺនាងនៅតែបន្តធ្វើការងាររបស់នាងធម្មតានិយាយរួមទៅយប៉ានេះក្លាហានមែនតើនៅផ្ទះជួលដែលអត់ស្គាល់ប្រវត្តិតែម្នាក់ឯងទាំងអស់គ្នាបើអេដមីនវិញគឺធ្វើអត់បាននោះឡើយនៅពេលដែលនាងកំពុងតែធ្វើការហ្នឹងនាងក៏បានងាកទៅបង្អួចហើយក៏បាននិយាយម្នាក់ឯងថាហើយមិននឹកស្មានថាផ្ទះនេះគឺថាស្ងាត់យ៉ាងនេះសោះចង់បានស្ងាត់យកតែមែនតែម្ដងបើមកមើលជីអុងនេះវិញបន្ទាប់ពីគេរត់គេចពីអ្វីមួយយ៉ាងហើយគេក៏បានឈប់ត្រឹងនៅមុខកន្លែងហាងលក់អំពូលចម្លែកនេះតែម្ដងអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ហេតុអីបានជាហាងលក់អំពូលនេះគឺថាភ្លឺខុសគេខុសឯងទាំងដែលផ្លូវទាំងអស់គឺងងឹតតែម្ដងបើចង់ដឹងកុំភ្លេចតាមដានជាមួយនឹង admin រហូតដល់ចប់នៅពេលដែលជីអុងមកដល់កន្លែងហាងលក់អំពូលនេះហើយគេក៏បានឃើញអំពូលភ្លឺឆ្វាច់មែនតែនគេក៏បានឈរមើលសម្លឹងពីក្រៅតែគេមិនបានចូលនោះឡើយរីឯអ្នកលក់អំពូលនេះគឺគេនឹងបានងាកមកមើលជីអុងដែរប៉ុន្តែគេក៏មិនបានហៅជីអុងឬក៏អ្វីឡើយគឺគេធ្វើមិនដឹងមិនលឺចឹងណាតោះឥឡូវនេះកាត់មកមើលសុនហេទៀតហើយគឺថាអូយប់ស្ងាត់តែម្ដង admin ព្រឺសម្បល់ជំនួសសុនហេហ្មងទាំងអស់គ្នានៅពេលដែលសុនហេកំពុងតែធ្វើការហ្នឹងគឺនាងបានលងលក់ចឹងទៅដែលសារហត់នឿយពេកហើយកាមេរ៉ាហ្នឹងក៏បានបង្ហាញអំពីមាន
ស្រមោលខ្មៅស្ទង់ខ្ពស់នៅមាត់ទ្វារនេះឯងតែមិនដឹងថាគឺជាអ្វីនោះឡើយអូយគាត់តែមើលហើយព្រឺសម្បូរហ្មងទាំងអស់គ្នាហើយនៅពេលដែលសិនហេនាងបានភ្ញាក់ពីគេងហើយនាងក៏បានបន្តមើលសភៅទៀតចឹងទៅប៉ុន្តែកំពុងតែមើលសភៅហ្នឹងស្រាប់តែដាច់ភ្លើងទៀតអូយដល់កហ្មងដឹងធ្វើមិនជិះនេះនាងក៏បានតែមើលបរ៉ែតភ្លើងប៉ុន្តែមិនមានអ្វីកើតឡើងនោះទេដោយសារតែអំពូលនេះគឺដាច់តែម្ដងហើយនាងក៏បានត្អូញថាអូយផ្ទះនេះពិតជាចាស់មែនតែម្ដងសូម្បីតែអំពូលក៏ដាច់អស់ដែរនាងក៏មិនមានចាប់អារម្មណ៍អ្វីដែរក៏បានដើរទៅក្នុងបន្ទប់វិញហើយរូបភាពក៏បានឃើញសមោលនៅមាត់បង្អួចទៀតហើយឥឡូវនេះរូបភាពក៏បានបង្ហាញនៅក្នុងបន្ទប់ ICU ដោយមានអ្នកជំងឺម្នាក់ហ្នឹងហាក់បីដូចជាចង់ដឹងខ្លួនអញ្ចឹងក្រុមគ្រូពេទ្យគេក៏បានមកមើលអញ្ចឹងណាថាអ្នកជំងឺហ្នឹងថាយ៉ាងម៉េចដែរដោយសារតែមានចលនាបេះដូងត្រឡប់មកវិញអីអញ្ចឹងទៅហើយនៅពេលដែលក្រុមគ្រូពេទ្យចេញមកខាងក្រៅក៏បានជួបជាមួយនឹងសាច់ញាតិរបស់អ្នកជំងឺមួយក្រុមដែលគាត់កំពុងតែរងចាំលទ្ធផលពិនិត្យរបស់គ្រូពេទ្យពួកគាត់បានសួរទៅកាន់គ្រូពេទ្យថាតើកូនចៅរបស់គាត់ហ្នឹងអាការៈយ៉ាងម៉េចដែរគ្រូពេទ្យហ្នឹងបានផ្ដាំទៅអ្នកសាច់ញាតិរបស់អ្នកជំងឺថាពួកគេហ្នឹងបានប្រឹងប្រែងអស់លទ្ធភាពហើយប៉ុន្តែចុងក្រោយគឺសំខាន់ទៅលើការចង់រស់រៀនមានជីវិតរបស់អ្នកជំងឺខ្លួនឯងគឺពួកគេហ្នឹងត្រូវតែប្រឹងរស់ដោយខ្លួនឯងអញ្ចឹងណាព្រោះគ្រូពេទ្យហ្នឹងជួយបានតែប៉ុណ្្នឹងទេសាច់ញាតិរបស់អ្នកជំងឺហ្នឹងហាក់ដូចជាសពេចសពិលជាមួយអីដែលគ្រូពេទ្យកំពុងតែនិយាយអញ្ចឹងថាហេតុអីបានជាក្រុមគ្រូពេទ្យល្បីឈ្មោះទាំងមូលមិនអាចជួយអ្នកជំងឺប៉ុណ្្នឹងបានទេអញ្ចឹងណាហាក់បីដូចជាគាត់អស់សង្ឃឹមមែនតើជាមួយនឹងដំណឹងរបស់គ្រូពេទ្យបែបនេះរីឯតួស្រីរបស់យើងដែលជា nurse ហ្នឹងគឺគាត់បានត្រឹមតែឈរមើលសោកស្ដាយមែនតើដែលសារតែពួកគាត់មិនអាចជួយអ្វីទៅកាន់អ្នកជំងឺនៅក្នុង ICU នឹងបានបើកលិចមើលសុនហេរបស់យើងនេះវិញបន្ទាប់ពីភ្លើងខាងក្រៅបន្ទប់នឹងដាច់នាងក៏បានចូលមកក្នុងបន្ទប់ដើម្បីមុជទឹកផ្លុំសក់អញ្ចឹងទៅប៉ុន្តែកំពុងតែផ្លុំសក់ហ្នឹងនាងដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែសម្លឹងមកមើលនាងអញ្ចឹងណាប៉ុន្តែនាងក៏មិនបានខ្វល់ឬក៏ចាប់អារម្មណ៍អ្វីឡើយនាងនៅតែបន្តផ្លុំសក់អញ្ចឹងទៅប៉ុន្តែនាងនៅតែលឺសំឡេងហើយមានអារម្មណ៍ថាមានមនុស្សកំពុងតែឈរមើលនាងហើយនៅពេលដែលសុនហេកំពុងតែបន្តធ្វើការងាររបស់នាងទៀតនោះភ្លើងនៅក្នុងបន្ទប់ក៏ស្រាប់តែដាច់ទៀតប៉ុន្តែចម្លែកអ្វីដែលទាំងអស់គ្នាគឺបន្ទប់ដែលជាប់សោនោះគឺថាមានពន្លឺភ្លើងចេញមកតែម្ដងអូយដល់កហ្មងនេះបន្ទប់ទុកចោលហើយជាប់សោទៀតប៉ុន្តែមានពន្លឺភ្លើងចេញពីក្រៅបន្ទប់សុនហេនាងក៏រៀងឆ្ងល់ដែរថាចុំបន្ទប់នេះថ្ងៃមិញបើកអត់ចេញតាប៉ុន្តែហេតុអីបានជាមានភ្លើងចេញពីបន្ទប់ហាក់បីដូចជាមានមនុស្សនៅក្នុងហ្នឹងអញ្ចឹងណាសុនហេនាងក៏មិនចាំយូរឡើយនាងក៏បានដើរសម្ដៅទៅកាន់បន្ទប់ដែលមានពន្លឺចេញមកហ្នឹងហើយនាងក៏បានសាកបើកទ្វារចូលម្ដងទៀតប៉ុន្តែលើកនេះចម្លែកអីគឺទ្វារបន្ទប់គឺងាយស្រួលបើកចូលមែនតើនាងក៏បានបើកលើទ្វារចូលប៉ុន្តែរូបភាពក៏បានកាត់មកមន្ទីរពេទ្យបង្ហាញអំពីអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតនេះវិញនិយាយរួមទៅអ្នកទាំងអស់គ្នាក៏បាច់ឆ្ងល់ថាហេតុអីបានជារឿងហ្នឹងត្រឡប់ទៅត្រឡប់មកដែលសារតែគឺគេចង់ឲ្យយើងតាមដានអំពីអាចកំបាំងនៅពីក្រោយហ្នឹងហើយដោយសារតែវាមានឈុតឆាកផ្សេងប្លែកទៀតអញ្ចឹងកុំទាន់អាលគិតថារឿងនឹងវល់ចាំអេដមីនបកស្រាយឲ្យងាយស្រួលយល់នៅពេលដែលអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតរបស់យើងចូលក្នុងបន្ទប់ទឹកនាងក៏បានឮសំឡេងមានអ្នកសួរនាងថាអ្នកគ្រូពេទ្យខ្ញុំមានសំណួរមួយចង់សួរនាងបាននិយាយថាការរស់រានមានជីវិតរបស់អ្នកជំងឺទាំងអស់គឺអាស្រ័យទៅលើការចង់រស់នៅរបស់ពួកគេហើយអ្នកគ្រូពេទ្យក៏បានបន្តសួរទៅកាន់អ្នកដែលជាម្ចាស់សំណួរនឹងថាតើអ្នកគឺជាសាច់ញាតិរបស់អ្នកជំងឺណាមួយមែនអ្នកគ្រូពេទ្យបន្តថាឲ្យខ្ញុំសុំទោសគឺអ្វីដែលយើងធ្វើបានគឺបានប្រឹងប្រែងអស់លទ្ធភាពហើយប៉ុន្តែអីដែលសំខាន់ណាគឺអ្នកជំងឺថាគាត់ពិតជាចង់រស់មែនអត់បើគាត់ពិតជាចង់រស់មែនណាគឺគាត់នឹងប្រឹងប្រែងធ្វើមិនឲ្យដឹងខ្លួនឡើងវិញអញ្ចឹងណាប៉ុន្តែម្ចាស់សម្លេងនោះនៅតែបន្តថាធ្វើមិនឲ្យអ្នកគ្រូពេទ្យហ្នឹងណាជួយក្រុមគ្រួសារគេឲ្យដឹងខ្លួនឲ្យបានអញ្ចឹងទៅហើយអ្នកគ្រូពេទ្យហ្នឹងក៏បន្តនិយាយទៀតថាគឺនាងធ្លាប់មានគ្រោះថ្នាក់ដល់ជីវិតម្ដងហើយក្រុមគ្រូពេទ្យហ្នឹងក៏បានប្រាប់ម្ដាយនាងដូចហ្នឹងដែរអញ្ចឹងណាហើយអ្នកគ្រូពេទ្យក៏បានបន្តទៀតថាអ្វីដែលពួកគាត់អាចលើកទឹកចិត្តឲ្យក្រុមគ្រួសាររបស់អ្នកជំងឺនឹងធ្វើបានគឺបន្តរងចាំរហូតដល់ពួកគេនឹងដឹងខ្លួនត្រឡប់មកវិញដោយខ្លួនឯងអញ្ចឹងទៅប៉ុន្តែនារីដែលសួរអ្នកគ្រូពេទ្យនឹងហាក់បីដូចជាមានកំហឹងមែនតើដោយបាននិយាយថាអ្នកគ្រូពេទ្យនឹងត្រូវតែធ្វើឲ្យក្រុម
គ្រួសាររបស់គេនឹងដឹងខ្លួនឡើងវិញអញ្ចឹងណាគឺត្រូវតែឲ្យគេដឹងខ្លួនឡើងវិញហើយភ្លើងក្នុងបន្ទប់ទឹកចាប់ផ្ដើមបិទបើកធ្វើឲ្យអ្នកគ្រូពេទ្យរបស់យើងភ័យខ្លាំងមែនតើនាងក៏បានកលិចមើលទៅខាងលើបន្ទប់ទឹកក៏បានឃើញអ្វីមួយយ៉ាងហើយនាងក៏បានស្រែកអញ្ចឹងទៅប៉ុន្តែអ្វីគ្រប់យ៉ាងហាក់បីដូចជាការសម័យអញ្ចឹងគឺមានមនុស្សកំពុងតែគោះទ្វារអ្នកគ្រូពេទ្យថាតើអ្នកគ្រូពេទ្យមានរឿងអីមែនក៏ប៉ុន្តែនេះក៏ជាការសម័យរបស់អ្នកគ្រូពេទ្យចឹងតែប៉ុណ្ណោះត្រឡប់មកមើលសុនហេវិញបន្ទាប់ពីនាងបានបើកទ្វារចូលក្នុងបន្ទប់ដែលចាក់សោចោលនឹងហើយនាងក៏បានឃើញអំពូលភ្លើងមួយដែលថាភ្លឺខ្លាំងមែនតែម្ដងរៀងចម្លែកដែរដែលសារតែក្នុងផ្ទះទាំងមូលគឺដាច់ភ្លើងទាំងអស់ប៉ុន្តែចម្លែកអីអំពូលភ្លើងមួយនេះគឺភ្លឺតែឯងតែម្ដងនាងក៏បានសម្លឹងមើលអំពូលភ្លើងនោះចុះឡើងបើមកមើលជីអុងនេះវិញគឺថាមិនទាន់រកផ្លូវទៅផ្ទះឃើញនោះឡើយដើរចុះដើរឡើងគឺនៅតែផ្លូវដដែលហើយមេឃក៏បានធ្លាក់ភ្លៀងទៀតធ្វើឲ្យគេណាកាន់តែភ័យខ្លាចឡើងហើយពេលដែលជីអុងក៏លេចទៅមើលបង្អួចរបស់សុនហេនាងក៏បានសួរថាតើឯងគឺជាក្មេងប្រុសម្នាក់ដែលតែងតែច្រៀងរយប់នឹងមែនគឺខ្ញុំមកថ្លង់ខ្លាំងណាស់គឺឯងនឹងច្រៀងលឺពេកប៉ុន្តែជីអុងហាក់បីដូចជាមិនចាប់អារម្មណ៍ជាមួយនឹងសុនហេឡើយគេហាក់បីដូចជាឃើញអ្វីមួយយ៉ាងនៅជាមួយសុនហេអញ្ចឹងគេក៏បានរត់ឡើងលឿនតែម្ដងសុនហេឡើងឆ្ងល់ថាគ្រាន់តែនិយាយមួយបន្តិចសោះរត់ទៅបាត់សង្ស័យតែខ្លាចនាងអីអញ្ចឹងណានឹងរឿងមានរឿងអីទេអាប៉ែនឹងសង្ស័យតែឈួតដឹងហើយនាងក៏មិនខ្វល់អីដែរក៏បានបិទបង្អួចហើយចូលទៅគេអញ្ចឹងទៅរូបភាពក៏បានបង្ហាញអំពីតួឯកស្រីម្នាក់ទៀតរបស់យើងដែលមានឈ្មោះថាយុនជូនៅក្នុងថ្នាក់រៀនរបស់នាងហ្នឹងគឺថាម្នាក់កំពុងតែរៀបចំខ្លួនចេញទៅផ្ទះហើយគឺនាងរៀនវេនជប់ណាទាំងអស់គ្នាហើយមេកំពុងតែភ្លៀងធ្លាក់ទៀតនៅពេលដែលមិត្តភ័ក្តិរបស់នាងចេញទៅផ្ទះហ្នឹងនៅផ្ទះហ្នឹងក៏មានមិត្តរួមថ្នាក់របស់នាងម្នាក់ទៀតដែលអង្គុយជិតនាងគឺថានាងកេងលងលូអីអញ្ចឹងទៅហើយអត់ដឹងថាគេចេញទៅផ្ទះស្មើម៉ានទេសូម្បីតែមិត្តភ័ក្តិដាស់ហ្នឹងក៏គេមិនងើបដែរហើយគេក៏បានទៅចោលនាងទាំងអស់តែម្ដងនៅតែយន់ចូលទេដែលនាងព្យាយាមដាស់មិត្តភ័ក្តិនាងដែរថាអេដឹងខ្លួនឡើងអ៊ីទឹមដល់ម៉ោងចេញទៅផ្ទះហើយប៉ុន្តែអ៊ីទឹមហ្នឹងហាក់បីដូចជាមិនខ្វល់ទេនៅតែកេងបន្តទៀតអញ្ចឹងណាហើយយន់ចូលយើងក៏មិនដឹងធ្វើមិនដែរបើគេល្មមគេអញ្ចឹងនាងក៏បានទៅចោលអ៊ីទឹមអញ្ចឹងទៅទុកឲ្យអ៊ីទឹមហ្នឹងណានៅក្នុងថ្នាក់ម្នាក់ឯងនៅពេលដែលយន់ចូលដើរតាមផ្លូវទៅផ្ទះហ្នឹងណានាងក៏មានការភ័យខ្លាចដែរដែលសារតែមេឃភ្លៀងផងងងឹតផងហើយផ្លូវទៅផ្ទះរបស់នាងហ្នឹងណាគឺថាត្រូវឆ្លងកាត់កន្លែងផ្លូវងងឹតហ្នឹងនាងក៏បានយកអំពូលភ្លើងដែលម្ចាស់ហាងលក់អំពូលហ្នឹងឲ្យនាងបង្វិលហើយនាងក៏បានបញ្ចាំងទៅមើលតាមផ្លូវអញ្ចឹងទៅដែលសារតែងងឹតពេកមិត្តភ័ក្តិរបស់នាងក៏ចោលនាងអស់ហើយនឹងអញ្ចឹងនាងមានតែដើរម្នាក់ឯងកំពុងតែដើរតាមផ្លូវស្ងាត់ម្នាក់ឯងហ្នឹងក៏ស្រាប់តែអំពូលពិលរបស់នាងហ្នឹងគឺបានដាច់ទៀតអូយញាក់សាច់តែម្ដងបើអេដមីនវិញដឹងតែរត់បាសជើងចោលឆាត់តែម្ដងអ្នកទាំងអស់គ្នានាងនៅតែបន្តបង្វិលពិលរបស់នាងហើយបញ្ចាំងទៅផ្លូវខាងមុខនាងដូចជាឃើញអ្វីមួយយ៉ាងគឺឃើញមនុស្សម្នាក់ហ្នឹងពាក់ស្បែកជើងកែងពណ៌ក្រហមគឺថាមុខយាយប៉ាក់នេះគួរឲ្យខ្លាចតែម្ដងដែលនារីពាក់ស្បែកជើងកែងពណ៌ក្រហមហ្នឹងនាងមានឈ្មោះថាហ៊ីវ៉ុនយន្តចូលរបស់យើងបន្ទាប់ពីឃើញហ៊ីវ៉ុនហើយនាងគិតថាគឺជាមនុស្សហើយត្រូវតែទឹកភ្លៀងផងនាងក៏បានចែករំលែកឆាតរបស់នាងហ្នឹងដើម្បីទូលទៅកាន់ហ៊ីវ៉ុនទៀតហ៊ីវ៉ុនក៏បានសួរថានាងគឺជានរណាយន្តចូលក៏បាននិយាយថានាងគឺជាសិស្សដែលរៀននៅម្ដុំហ្នឹងហ៊ីវ៉ុនក៏បានសួរយន្តចូលថានាងទៅណាយន្តចូលក៏បានឆ្លើយថានាងទៅហាងលក់អំពូលហើយហ៊ីវ៉ុនក៏បានបន្តទៀតថាទៅធ្វើអីយន្តចូលក៏ឆ្លើយថាដោយសារតែម្ដាយនាងហ្នឹងណាប្រើឲ្យនាងទៅទិញអំពូលភ្លើងអីអញ្ចឹងទៅយន្តចូលក៏បានសួរទៅកាន់ហ៊ីវ៉ុនថាតើនាងវិញផ្លូវមែនប៉ុន្តែហ៊ីវ៉ុនអត់បានឆ្លើយជាមួយទេនាងក៏បានដើរចេញទៅបាត់យ៉ាងចម្លែកហ៊ីវ៉ុនក៏បានសួរទៅកាន់យន្តចូលថាតើនាងស្នាក់នៅទីណាយន្តចូលនាងក៏បានបន្តថាគឺនាងស្នាក់នៅសូម៉ាង Apartments កំពុងតែដើរតាមផ្លូវហ្នឹងណាយន្តចូលដូចមានអារម្មណ៍ថាយាយប៉ែនេះដូចចម្លែកមិនដឹងទេរូបរាងដូចជាមិនមែនមនុស្សមិនដឹងទេហើយនាងក៏ចាប់ផ្ដើមរៀងភ័យបន្តិចដែរប៉ុន្តែអាចសម្រួលអារម្មណ៍បានប៉ុន្តែនៅពេលដែលដើររៀងយូរបន្តិចនាងមានអារម្មណ៍ថាសក់របស់ហ៊ីវ៉ុនហ្នឹងណាគឺថាវែងទៅហើយនាងក៏បានចាប់ផ្ដើមបើកភ្នែកធំតែម្ដងហើយនាងក៏បានបន្តធ្វើធម្មតាអត់ហ៊ានមានសកម្មភាពឬក៏សួរនាំអ្វីទាំងអស់ប៉ុន្តែចាប់ផ្ដើមឮសំឡេងគ្រិចក្រកដូចបាក់ឆ្អឹងអញ្ចឹងគឺថាហ៊ីវ៉ុនហ្នឹងគឺមិនមែនជាមនុស្សទេអ្នកទាំងអស់គ្នាគឺនាងគឺជាខ្មោចអញ្ចឹងនាងក៏ចាប់ផ្ដើមចេញរូបរាងពិតរបស់
នាងដោយកិច្ចដៃកិច្ចជើងហើយរូបរាងរបស់នាងគឺថាកាន់តែខ្ពស់ទៅដូចដើមថ្នោតអញ្ចឹងយន្តចូលរបស់យើងគឺថាភ័យស្លន់ស្លោមែនតែម្ដងសំបីតែ admin ក៏ admin លេងហ៊ានដកដង្ហើមដែរអ្នកទាំងអស់គ្នាបើជួបសភាពបែបហ្នឹងនោះរីឯយន្តចូលវិញគឺនាងបានដកខ្លួនឡើងខ្ពស់មែនតែម្ដងគឺថាអូយយន្តចូលរបស់យើងគឺថាភ័យឡើងញ័រតែម្ដងនាងមិនដឹងធ្វើយ៉ាងម៉េចទេបានបញ្ចាំងពិលទៅមើលមុខរបស់ជីវ័នហ្នឹងគឺថាឃើញមុខនាងចម្លែកមែនតែប៉ុន្តែអ្វីដែលយន្តចូលយើងធ្វើនោះគឺថាធ្វើមិនដឹងធ្វើមិនលឺដោយសារតែម្ចាស់ហាងអំពូលនោះបានប្រាប់នាងថានៅពេលដែលឃើញអ្វីចម្លែកកុំឲ្យនាងធ្វើដឹងឲ្យសោះធ្វើមិនដឹងទៅហើយធ្វើខ្លួនធម្មតាហើយដើរចេញពីពួកគេចឹងទៅនាងក៏បានប្រាប់ហ៊ីវ៉ុនថាគឺនាងបញ្ញាប់ទៅផ្ទះម្ដាយរបស់នាងឲ្យបញ្ញាប់ទៅនាងក៏បានព្យាយាមដើរឡើងលឿនចេញពីនារីម្នាក់នោះប៉ុន្តែគឺថាមិនឲ្យបង្អង់យូរទេគឺខ្មោចហ៊ីវ៉ុននឹងបានដេញតាមនាងឡើងអូយអ្នកទាំងអស់គ្នាស្រាវមែនតែម្ដងយន្តចូលរបស់យើងក៏បានរត់ឡើងលឿនសម្ដៅទៅកាន់ហាងអំពូលមួយនេះនៅពេលដែលទៅដល់ហាងអំពូលហើយនាងក៏បានរត់ឲ្យម្ចាស់ហាងអំពូលនឹងជួយនាងផងថាមានខ្មោចដេញតាមនាងនៅពេលដែលខ្មោចនោះមកដល់ជិតហាងអំពូលស្រាប់តែម្ចាស់ហាងអំពូលនឹងដោះវ៉ែនតាចេញធ្វើឲ្យខ្មោចនោះខ្លាចហើយដើរចេញទៅវិញចឹងទៅប៉ុន្តែមិនដឹងថាភ្នែករបស់ម្ចាស់ហាងអំពូលនេះមានចង់និយាយថាមានឥទ្ធិពលអីនោះទេដែលធ្វើឲ្យខ្មោចនេះខ្លាចគេបានបើក្លែកមកមើលអ៊ីតឹមដែលជាមិត្តភក្តិរបស់យន្តចូលនេះវិញបន្ទាប់ពីគេភ្ញាក់ឡើងគឺថាអាដៃណែដល់ម៉ោងទៅផ្ទះល្មមគឺអត់មាននរណាគេនឹងនៅក្នុងថ្នាក់មួយឡើយប៉ុន្តែនៅពេលដែលនាងងាកទៅស្ដាំដៃក៏បានឃើញនារីសក់ខ្លីម្នាក់អង្គុយសំកុកហើយងាកមករកនាងឡើងចម្លែកគឺកែវភ្នែកគួរឲ្យខ្លាចមែនតែម្ដងហើយនាងក៏មិនចាំយូរឡើយនាងក៏បានរត់ចេញពីថ្នាក់តែម្ដងទៅបើមកមើលជីអុងនេះវិញគឺគេដើរចុះដើរឡើងគឺនៅតែផ្លូវដដែលហើយនាងក៏បានជួបជាមួយនឹងនារីអូវ៉ាលីម្នាក់ដែលនៅក្នុងភាគ1ណាទាំងអស់គ្នាដែលនាងមានឈ្មោះថាជីយ៉ុងនោះហើយជីអុងយើងនឹងក៏បានយកឆាត់ទៅទទួលឲ្យនាងដែលសារតែមេឃភ្លៀងផងហើយគេក៏បានសួរថាគ្មានមនុស្សច្រើនទេដែលនៅក្នុងផ្លូវនេះហេតុអីបានជានាងនៅនេះយប់ស្ងាត់ចឹងណានារីអូវ៉ាលីម្នាក់នេះក៏បានសួរទៅកាន់ជីអុងថានៅក្នុងផ្លូវនេះស្ងាត់ណាស់ហេតុអីបានជាក្មេងប្រុសជីអុងនឹងនៅនឹងចឹងជីអុងក៏បាននិយាយថានៅផ្លូវនេះស្ងាត់ណាស់ហើយងងឹតទៀតគឺគេកំពុងតែស្វែងរកហាងអំពូលមួយដែលមានសភាពភ្លឺចម្លែកដើម្បីឲ្យគេនឹងអាចបំភ្លឺដើរទៅផ្លូវទៅផ្ទះបានហើយជីអុងក៏បានសួរទៅកាន់នារីអូវ៉ាលីនឹងថានាងកំពុងតែទៅហាងលក់អំពូលនឹងដែរមែនឬក៏ទៅជាមួយនឹងគ្នាតែម្ដងទៅប៉ុន្តែនារីអូវ៉ាលីនឹងហាក់បីដូចជាមិនខ្វល់ជាមួយនឹងជីអុងសោះនាងនៅតែបន្តអូវ៉ាលីដើរទៅទៀតចឹងណាទាំងអស់គ្នាប៉ុន្តែជីអុងយើងក៏មិនដឹងថានារីម្នាក់នោះគឺជានរណាឡើយគេនៅតែបន្តបាំងឆាត់ឲ្យនាងហើយនៅតែបន្តសួរថាតើនាងនៅណារស់នៅម្នាក់ឯងមែនអីចឹងទៅសួររហូតប៉ុន្តែជីយុងដែលជានារីអូវ៉ាលីនឹងគឺនាងមិនបានឆ្លើយជាមួយនឹងជីអុងឡើយពេលមកមើលសុនហេយើងវិញនាងក៏បានចូលងូតទឹកហើយក៏បានជូតសម្អាតសក់ប៉ុន្តែពេលដែលនាងកលេចមកមើលក្នុងគឺសិតតែសក់វែងដែលមិនមែនជាសក់នាងនោះទេមិនដឹងថាសក់នេះមកពីណាទេធ្វើឲ្យនាងភ័យមែនតែម្ដងអ្នកទាំងអស់គ្នាហើយបន្តិចក្រោយមកជីអុងជាមួយនឹងជីយ៉ុងហ្នឹងក៏បានដើរម្ដងមុខផ្ទះរបស់សិនហេហើយជីអុងក៏បានប្រាប់ទៅកាន់ជីយ៉ុងថានៅផ្ទះហ្នឹងគឺគេបានឃើញនារីក្មេងម្នាក់ជាមួយនឹងនរណាទេគឺថាសក់វែងអន្លាយនៅក្រោយខ្នងគេហើយបន្តិចក្រោយមកស្រាប់តែសិនហេហ្នឹងបើកបង្អួចហើយក៏សួរថាអេឯងទៀតហើយគឺហេតុអីបានជាឯងចូលចិត្តច្រៀងលឺម៉េះយើងថ្លង់ណាប៉ុន្តែពេលហ្នឹងជីយ៉ុងបានឃើញអ្វីមួយយ៉ាងគឺថាមាននារីសក់វែងនៅពីក្រោយសុនហេហើយគេក៏បានប្រាប់ទៅកាន់ជីយ៉ុងថាឃើញអត់បងឃើញអត់គឺមាននារីម្នាក់សក់វែងអន្លាយនៅក្រោយនាងតើនេះគឺជានរណារីឯជីយ៉ុងវិញនាងហាក់បីដូចជាមិនចម្លែកឡើយនាងក៏បាននិយាយថាប្រហែលជាពួកគេទាំងពីរនាក់ហ្នឹងគឺបានស្គាល់គ្នាហើយរស់នៅជាមួយគ្នាពីមុនអីចឹងទៅហាក់បីដូចជាជីយ៉ុងហ្នឹងដឹងអ្វីមួយយ៉ាងចឹងទាំងអស់គ្នាសុនហេវិញពេលដែលត្រឡប់ចូលក្នុងផ្ទះវិញនាងចាប់ផ្ដើមមានអារម្មណ៍ចម្លែកមិនដឹងទេហើយទ្វារបន្ទប់របស់នាងហ្នឹងក៏បានបើកដោយខ្លួនឯងនាងក៏បានកលេចភ្នែកយឺតទៅមើលបន្ទប់របស់នាងតាមកញ្ចក់ហើយនាងក៏ស្រាប់តែឃើញអ្វីមួយយ៉ាងខ្ពស់ច្រងងនៅពីក្រោយនាងនៅក្នុងបន្ទប់តែម្ដងហើយនាងក៏ចាប់ផ្ដើមចាប់អារម្មណ៍ថា
cứ rương từng ở nâng á cứ để xa tại miền khăm mỏi nâng ngay nâng không bề nâng tập vừa oi ông bù phơi nâng đại vậy chân tới ôi cuối khai mình tên mô vẽ đi hai admin á trong ba rôm này từng ở cái này cứ tha xuân hay giống trong slot tà rõm tay mặt đòn nên mình nặc smán thá cái lòng máu cứ niêng ruột nơi chùm mùi nâng khăm mỏi nuôi tê ba mà mơ chị ông chùm mùi nâng chị dòng vĩnh bên nâng á chị ông có bạn ô đây chị dòng nâng trong tơ chùm mùi kia chân tơ cũng oi tơ mình này ai ruột thằng nè nơi pe để chị ông chấp đây là bỏ chị giống cái các bạn khơi thá bát đây là bỏ chi dùng sắt tay cái chọ đầy đòi mà nữ dân thò mặt đá cái chọ đáy nó hàng lửa đầy tê thở ớt bàn tay chi dùng vẫn cứ cái chọ đầy bỏ niêng nữ bát đầy từ mình thuộc ở chị ông dướng min cà phê lại chỉ khăng tay mà đong thuộc ở cái đuôi ốc cụ nặng đầy hay chi dùng các bạn xua tất cả chị ông tha ta ấy trừ ớt hay chị ông lần trước tha mấy bạn xua kê chẳng chị dùng các bạn mình to tha ấy nhá chỉ mùi nặng nhóm á mình khóc nia lời ta men ớt niêng các bạn cái lấy tầm mơ trương rồi bỏ chị ông nứng hai chị ông các bạn mình to từ mơ chương rồi bọc luôn ai có khơi tha chương rồi bọc kê nước bạn cầm nệt cầm nát cứ tha mình cua lao nha từng ở kia kê bị bạn tôi do mình tên hãy ban chị chương bọc kê nước bay chị bạn cái này cần nát chân tới vinh hai cây cật ngó ta hãy ban chị chương bọc kê tới chị bạn nâng miên rừng ấy chấm buộc nhom hai cây các bạn chia diệm đào bàn tay đào mấy rối để ra tới chương nước bạn bạn này nước này từng ở kia hay bánh bánh nó cứ tha lọ chia sóng hai chị ông nơi tay mình to nhảy thá cứ kê trong tập tè kê chia diệm đào lăng cái lấy cái lạch bên nâng tay mà đong để xa chương bỏ kế nước bạn cầm này cầm nạt ôi chặt đào trên sợi đường mặt đào ơi chi dương bỏ dương nó ngã cứ niêng đôi chuyện đăng luôn môn kia là ở cái này hay niêng còn mơ tới can chị ông đòi cái đây ảnh nật mền tên tay mặt đong bà mà mơ sân hè này với nhá bắt top bị niêng đăng luôn thá ruột nơi cho mùi màu khói niêng có ba chia diêm chọi lịch cột sầm ngặt đập bay trên bị tè bàn tay thuyền nó ngã cứ mình ảnh bạc bà lơi cứ than niêng chia diêm chẳng na còn ảnh bạc bàn đài ri ai chị ông quên chia diêm rụt rụt chùm nuôi bàn tay hạ bay đôi chị khmer rồi ná đăng rư còn lư sầm lấy bỏ kê lời bây để cái đau cho đau lá cứ mau cái lành thật đài đau cho đau lá cứ mau cái lành thật đài ôi gì rùm tơ mà đang thà chuối dạng mạch như tên là tặng ở kia ri ai xuân hè này câu với tình yêu master đài trong tranh bị tết của tranh mình ruồi phía nó chọp tiệt tụ bây chỉ do nhung mặt đom dạng ná nữa á có mình tranh này cứ pin nè kế nó còn pong tai sai rồi chùm núi đôi kiaรูปเพียบกับบ้านกัดมาขนมหางอมปูในวิ่งดอยจียงนึงเนียงบ้านโอวาลีหลังท้อมโจมาขนมหางหลวงปูหอยเนี่ยหลวงปูกับสัวทาตาเนียงมาเราไอจียงเนียงบ้านเอาเปอร์จมวยเนี่ยหลวงปูนึกแล้วเนียงกับบ้านดาวจอดาลางสำลังเมื่ออมปูเพลิงในขนมหางหนูเนี่ยลุเนตามันต่อสัวทาตาเนียงกับปองแต่สไฟเราไอจียงกับบ้านชลายแต่การมาจะหางท้าโลกว่ากูแต่ดังถักโยมากับปองแต่เราไอไงเนี่ยลูกกับบ้านปรับเว้นท้าอะไรก่อนแต่แผลโยม้าทาเนียงจังบ้านไอ้ยอมหนึ่งสบายรอกเอาให้มัวสันตุกลายเมาส์ก็เป็นบรอจำไหลเหมือนเนี้ยบานโจมาสัวทาตาขยมไอสัวสมนูโลกบานเด้มาจะหางก็สัวทาตาโลกมารอไอบรอจำไหลเหมือนเนี้ยนุก็บานใหญ่ท้าคือขยมเมาจมวยหนึ่งปุลีให้บรอจำไหลเหมือนเนี้ยนุเมนจมวยท้าทรงสิ